4 វិធីសម្រេចជោគជ័យគ្រប់ការងារស្វាគមន៍មកកាន់ Channel អាថ៌កំបាំងនៃភាពជោគជ័យតើអ្វីទៅជាអាថ៌កំបាំងដែលមនុស្សមួយចំនួនអាចសម្រេចបាននូវក្តីសុបិននិងការងាររបស់ពួកគេបានខណៈដែលអ្នកផ្សេងទៀតនៅតែស្ទាក់ស្ទើរមិនអាចសម្រេចក្តីសុបិននិងការងាររបស់ខ្លួនឯងបានជោគជ័យក្នុងការងារមិនមែនគ្រាន់តែជាការរកប្រាក់ចំណូលខ្ពស់ឬមានមុខតំណែងធំដុំនោះទេវារួមបញ្ចូលទាំងការពេញចិត្តផ្ទាល់ខ្លួនភាពរីករាយនឹងអ្វីដែលយើងកំពុងធ្វើការរីកចម្រើនឥតឈប់ឈរនិងការរួមចំណែកជាវិជ្ជមានដល់ស្ថាប័ននិងសង្គមជោគជ័យពិតប្រាកដគឺនៅពេលដែលយើងមានអារម្មណ៍ថាយើងកំពុងរស់នៅដោយមានក្តីសុខនិងគ្រប់គ្រាន់នៅអ្វីដែលយើងមានតោះស្វែងយល់ពីវិធីសាស្ត្រជាក់ស្ដែងសំខាន់ចំនួន4ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ជំរុញអ្នកឲ្យសម្រេចបាននូវភាពជោគជ័យដែលអ្នកចង់បានមិនថាអ្នកស្ថិតនៅក្នុងដំណាក់កាលណានៃអាជីពណាទេយើងនឹងនិយាយអំពីរបៀបកំណត់គោលដៅប្រែក្លាយខ្លួនឯងទៅជាអ្នករៀនសូត្រអស់មួយជីវិតគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាពនិងកសាងបណ្ដាញទំនាក់ទំនងដ៏ល្អរឹងមាំ1ការកំណត់គោលដៅច្បាស់លាស់វិធីសាស្ត្រទី1និងជាចំណុចចាប់ផ្ដើមដ៏សំខាន់បំផុតគឺការកំណត់គោលដៅច្បាស់លាស់ស្រមៃថាអ្នកកំពុងបើកទូកនៅកណ្ដាលមហាសមុទ្រដ៏ធំល្វឹងល្វើយប្រសិនបើអ្នកគ្មានផែនទីគ្មានទិសដៅច្បាស់លាស់តើអ្នកនឹងទៅដល់ត្រើយម្ខាងដោយរបៀបណាជាក់ស្ដែងអ្នកនឹងវង្វេងឬទៅដល់កន្លែងដែលអ្នកមិនចង់ទៅគោលដៅក៏ដូច្នោះដែរសារៈសំខាន់នៃការកំណត់គោលដៅផ្ដល់ទិសដៅនិងគោលបំណងគោលដៅប្រៀបដូចជាត្រីវិស័យដែលដឹកនាំយើងទៅកាន់គោលដៅវាមិនត្រឹមតែប្រាប់យើងថាត្រូវទៅណាទេប៉ុន្តែវាក៏ជួយឲ្យយើងយល់ពីមូលហេតុដែលយើងត្រូវទៅទីនោះដែរបង្កើនការលើកទឹកចិត្តនៅពេលដែលយើងមានគោលដៅច្បាស់លាស់យើងមានកម្លាំងចិត្តដើម្បីប្រឹងប្រែងនិងជំនះឧបសគ្គការស្រមៃឃើញខ្លួនឯងសម្រេចបានគោលដៅគឺជាកម្លាំងជំរុញដ៏ធំមួយវាស់ស្ទង់ភាពរីកចម្រើនគោលដៅអាចឲ្យយើងដឹងថាយើងបានដើរដល់ចំណុចណាហើយនិងនៅសល់ប៉ុន្មានទៀតទើបដល់គោលដៅនេះជួយឲ្យយើងកែតម្រូវយុទ្ធសាស្ត្របើចាំបាច់ផ្ដោតការយកចិត្តទុកដាក់នៅពេលយើងដឹងថាអ្វីជាគោលដៅយើងអាចផ្ដោតថាមពលនិងធនធានរបស់យើងទៅលើកិច្ចការដែលពាក់ព័ន្ធនិងមានសារៈសំខាន់ពិតប្រាកដដើម្បីកំណត់គោលដៅប្រកបដោយប្រសិទ្ធភាពយើងគួរប្រើប្រាស់នូវបច្ចេកទេស SMART Goals នេះគឺជាវិធីសាស្ត្រដ៏ល្បីល្បាញដែលជួយឲ្យគោលដៅរបស់យើងកាន់តែជាក់លាក់និងអាចសម្រេចបាន Specific ជាក់លាក់គោលដៅរបស់អ្នកត្រូវតែជាក់លាក់កុំនិយាយថាខ្ញុំចង់បានជោគជ័យតែត្រូវនិយាយថាខ្ញុំចង់ក្លាយជាអ្នកគ្រប់គ្រងគម្រោង Project Manager នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យានៅដំណាច់ឆ្នាំ2026កាលណាគោលដៅកាន់តែជាក់លាក់កាលណាវាកាន់តែងាយស្រួលក្នុងការបង្កើតផែនការដើម្បីសម្រេចវាMiserable អាចវាស់វែងបានតើអ្នកនឹងដឹងដោយរបៀបណាថាអ្នកបានសម្រេចគោលដៅនោះគោលដៅត្រូវតែមានសូចនាករដែលអាចវាស់វែងបានឧទាហរណ៍បង្កើនចំនួនអតិថិជនថ្មី20នៅក្នុងត្រីមាសបន្ទាប់ឬបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធនធានមនុស្សជាមួយនឹងនិទ្ទេសល្អនៅឆ្នាំ2027 Achievable អាចសម្រេចបានគោលដៅរបស់អ្នកគួរតែមានមហិច្ឆតាប៉ុន្តែក៏ត្រូវតែអាចសម្រេចបានដែរកុំកំណត់គោលដៅដែលហួសពីសមត្ថភាពឬធនធានរបស់អ្នកខ្លាំងពេករហូតដល់ធ្វើឲ្យអ្នកបាក់ទឹកចិត្តត្រូវប្រាកដថាអ្នកមានធនធានពេលវេលាលុយកាក់ជំនាញគ្រប់គ្រាន់ឬអាចស្វែងរកបានRelevant ពាក់ព័ន្ធគោលដៅគួរតែស៊ីគ្នាជាមួយនឹងចក្ខុវិស័យរយៈពេលវែងរបស់អ្នកទាំងក្នុងជីវិតផ្ទាល់ខ្លួននិងអាជីពតើគោលដៅនេះពិតជាសំខាន់ចំពោះអ្នកមែនទេតើវានឹងជួយអ្នកឲ្យរីកចម្រើនទៅមុខទេ Time bound មានពេលវេលាកំណត់គោលដៅត្រូវតែមានពេលវេលាកំណត់ច្បាស់លាស់ថាពេលណាអ្នកនឹងសម្រេចវាការកំណត់ថ្ងៃផុតកំណត់ជួយបង្កើនភាពបន្ទាន់និងជំរុញអ្នកឲ្យអនុវត្តផែនការឧទាហរណ៍ខ្ញុំនឹងរៀនភាសាអង់គ្លេសឲ្យបានស្ទាត់ជំនាញកម្រិត2ត្រឹមដំណាច់ខែធ្នូឆ្នាំ2025ឧទាហរណ៍ជាក់ស្ដែងជំនួសឲ្យការនិយាយថាខ្ញុំចង់មានចំណូលច្រើនមកកំណត់ថាខ្ញុំនឹងបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ខ្ញុំ 30% ក្នុងរយៈពេល12ខែបន្ទាប់ដោយការផ្លាស់ប្ដូរមុខតំណែងឬស្វែងរកប្រភពចំណូលបន្ថែមនេះគឺជាគោលដៅ SMART ដែលអាចអនុវត្តបាន 2. ការអភិវឌ្ឍជំនាញនិងចំណេះដឹងវិធីសាស្ត្រទី2ដើម្បីជោគជ័យគឺការអភិវឌ្ឍជំនាញនិងចំណេះដឹងជាបន្តបន្ទាប់ពិភពលោកបច្ចុប្បន្នរីកចម្រើនលឿនជាងពេលណាទាំងអស់បច្ចេកវិទ្យាថ្មីលេចចេញជារៀងរាល់ថ្ងៃទាមទារឲ្យយើងត្រូវរៀនសូត្រនិងសម្របខ្លួនជានិច្ចអ្នកដែលឈប់រៀនគឺអ្នកដែលចាប់ផ្ដើមធ្លាក់ក្រោយគេ
ហើយអ្វីបានជាការរៀនសូត្រជាបន្តបន្ទាប់មានសារៈសំខាន់មួយរក្សាភាពប្រកួតប្រជែងនៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងខ្ពស់ការមានជំនាញថ្មីនិងទាន់សម័យធ្វើឲ្យអ្នកលេចធ្លោជាងគេពីរបង្កើនឱកាសការងារជំនាញកាន់តែច្រើនឱកាសកាន់តែច្រើន3បង្កើនទំនុកចិត្តនៅពេលដែលយើងមានចំណេះដឹងនិងជំនាញយើងមានទំនុកចិត្តក្នុងការដោះស្រាយបញ្ហានិងបំពេញកិច្ចការ4ជំរុញភាពច្នៃប្រឌិតការរៀនសូត្រពីវិស័យផ្សេងអាចជួយឲ្យយើងមើលឃើញដំណោះស្រាយថ្មីចំពោះបញ្ហាវិធីសាស្ត្រក្នុងការអភិវឌ្ឍជំនាញនិងចំណេះដឹងមួយការអានជាប្រចាំកំណត់ពេលវេលាជាក់លាក់សម្រាប់ការអានសៀវភៅជំនាញអត្ថបទស្រាវជ្រាវឬព័ត៌មានទាក់ទងនឹងវិស័យរបស់អ្នកឧទាហរណ៍20នាទីមុនចូលគេងជារៀងរាល់ថ្ងៃ2ចូលរួមវគ្គបណ្ដុះបណ្ដាលឬសិក្ខាសាលាវិនិយោគលើខ្លួនឯងដោយការចំណាយពេលនិងថវិកាដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញឬសិក្ខាសាលាដែលពាក់ព័ន្ធនឹងអាជីពរបស់អ្នកមិនថាតាមអនឡាញឬដោយផ្ទាល់វេទិកាដូចជា Coursera, Udemy, edX ផ្ដល់ជូននូវវគ្គសិក្សាល្អជាច្រើន3ស្វែងរកអ្នកណែនាំ Mentor ការមានអ្នកណែនាំដែលមានបទពិសោធន៍គឺជាមធ្យោបាយដ៏លឿនបំផុតមួយដើម្បីរៀនសូត្រនិងរីកចម្រើនពួកគេអាចចែករំលែកបទពិសោធន៍ផ្ដល់ដំបូន្មាននិងជួយអ្នកជៀសវាងកំហុសឆ្គងមួយចំនួន4អនុវត្តជាក់ស្ដែងចំណេះដឹងដែលមិនបានអនុវត្តគឺគ្រាន់តែជាព័ត៌មានប៉ុណ្ណោះព្យាយាមអនុវត្តជំនាញដែលអ្នកបានរៀននៅក្នុងការងារប្រចាំថ្ងៃរបស់អ្នក5ស្ដាប់ podcast ឬមើលវីដេអូបណ្ដុះបណ្ដាលប្រើប្រាស់ពេលវេលាធ្វើដំណើរឬសម្រាករបស់អ្នកដើម្បីស្ដាប់ឬមើលមាតិកាអប់រំជំនាញសំខាន់ដែលត្រូវការក្នុងទីផ្សារការងារបច្ចុប្បន្នក្រៅពីជំនាញបច្ចេកទេសជាក់លាក់ hard skills ដែលទាក់ទងនឹងមុខរបររបស់អ្នកដូចជាការសរសេរកូដការរចនាក្រាហ្វិកការវិភាគទិន្នន័យការគ្រប់គ្រងហិរញ្ញវត្ថុជំនាញទន់ soft skills ក៏មានសារៈសំខាន់ខ្លាំងណាស់ដែរមួយការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព effective communication ទាំងការនិយាយការសរសេរនិងការស្ដាប់សមត្ថភាពក្នុងការបង្ហាញគំនិតបានច្បាស់លាស់និងស្ដាប់យល់ពីអ្នកដទៃគឺជាគន្លឹះនៃភាពជោគជ័យគ្រប់វិស័យពីការដោះស្រាយបញ្ហា problem solving ភាពវៃឆ្លាតក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាស្មុគស្មាញនិងការគិតប្រកបដោយភាពច្នៃប្រឌិត3ភាពជាអ្នកដឹកនាំ leadership មិនមែនសំដៅតែលើតំណែងជាប្រធាននោះទេប៉ុន្តែជាសមត្ថភាពក្នុងការជំរុញលើកទឹកចិត្តនិងដឹកនាំអ្នកដទៃឲ្យសម្រេចគោលដៅរួម4ការធ្វើការងារជាក្រុម teamwork សមត្ថភាពក្នុងការសហការល្អជាមួយមិត្តរួមការងារបើកចិត្តទូលាយទទួលយករាល់មតិយោបល់និងដោះស្រាយជម្លោះប្រកបដោយវិជ្ជាជីវៈ5ការសម្របខ្លួន adaptability សមត្ថភាពក្នុងការបត់បែននិងសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរបរិយាកាសថ្មីៗឬបច្ចេកវិទ្យាថ្មីៗ5ការគិតបែបត្រិះរិះពិចារណា critical thinking សមត្ថភាពក្នុងការវិភាគព័ត៌មានវិតម្លៃស្ថានភាពនិងធ្វើការសម្រេចចិត្តប្រកបដោយហេតុផលគុណលឹះអនុវត្តរៀងរាល់6ខែម្ដងសូមពិនិត្យមើលបញ្ជីជំនាញរបស់អ្នកតើមានជំនាញណាដែលអ្នកត្រូវការបន្ថែមទៀតដើម្បីឈានទៅមុខក្នុងអាជីពរបស់អ្នកតើមានវគ្គសិក្សាឬសៀវភៅណាខ្លះដែលអ្នកអាចរៀន3ការគ្រប់គ្រងពេលវេលានិងប្រសិទ្ធភាពវិធីសាស្ត្រទី3គឺការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពពេលវេលាគឺជាធនធានដ៏មានតម្លៃបំផុតដែលយើងមានព្រោះវាមិនអាចត្រឡប់ក្រោយបានឡើយមនុស្សគ្រប់រូបសុទ្ធតែមាន24ម៉ោងដូចគ្នាអ្វីដែលធ្វើឲ្យយើងខុសគ្នាគឺរបៀបដែលយើងប្រើប្រាស់វាសារៈសំខាន់នៃការគ្រប់គ្រងពេលវេលា1បង្កើនផលិតភាពនៅពេលយើងគ្រប់គ្រងពេលវេលាបានល្អយើងអាចបំពេញកិច្ចការបានច្រើនជាងមុនក្នុងរយៈពេលដូចគ្នា2កាត់បន្ថយភាពតានតឹងការរៀបចំផែនការនិងការកំណត់អាទិភាពជួយឲ្យយើងមិនសូវប្រញាប់ប្រញាល់ឬភ័យស្លន់ស្លោនៅពេលមានកិច្ចការច្រើន3រក្សាតុល្យភាពជីវិតនិងការងារ work-life balance ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពមិនត្រឹមតែជួយឲ្យយើងសម្រេចគោលដៅការងារទេតែថែមទាំងផ្ដល់ពេលវេលាសម្រាប់ខ្លួនឯងក្រុមគ្រួសារនិងចំណង់ចំណូលចិត្តផ្សេងទៀត4បង្កើនគុណភាពការងារនៅពេលយើងមានពេលគ្រប់គ្រាន់យើងអាចធ្វើការដោយផ្ដោតអារម្មណ៍និងប្រកបដោយគុណភាពខ្ពស់បច្ចេកទេសគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាព1ការរៀបចំបញ្ជីការងារត្រូវធ្វើ to-do list និងការកំណត់អាទិភាពនៅដើមថ្ងៃឬចុងសប្តាហ៍សូមរៀបចំបញ្ជីកិច្ចការដែលត្រូវធ្វើបន្ទាប់មកប្រើប្រាស់ម៉ាទ្រីស Eisenhower Matrix ដើម្បីកំណត់អាទិភាពពីសំខាន់និងបន្ទាន់ do first
កិច្ចការដែលត្រូវធ្វើភ្លាមឧទាហរណ៍កិច្ចការដែលមានថ្ងៃកំណត់ជិតមកដល់3សំខាន់តែមិនបន្ទាន់ schedule កិច្ចការសំខាន់ដែលអ្នកអាចរៀបចំផែនការធ្វើនៅពេលក្រោយឧទាហរណ៍ការអភិវឌ្ឍជំនាញ4មិនសំខាន់តែបន្ទាន់ delegate កិច្ចការដែលអាចឲ្យអ្នកដទៃជួយធ្វើបាន5មិនសំខាន់និងមិនបន្ទាន់ eliminate កិច្ចការដែលអ្នកអាចលុបបំបាត់បានឬមិនចាំបាច់ធ្វើ6បច្ចេកទេស Pomodoro វិធីសាស្ត្រនេះពាក់ព័ន្ធនឹងការធ្វើការរយៈពេល25នាទីដោយផ្ដោតអារម្មណ៍ពេញលេញបន្ទាប់មកសម្រាប់5នាទីខ្លីៗបន្ទាប់ពីធ្វើបាន4ដង 25/5 សូមសម្រាកវែងជាងមុន15ទៅ30នាទីវិធីនេះជួយបង្កើនការផ្ដោតអារម្មណ៍និងការពារការអស់កម្លាំង1កាត់បន្ថយការរំខាន minimize distractions បិទការជូនដំណឹងទូរស័ព្ទបិទផ្ទាំងកម្មវិធីបណ្ដាញសង្គមដែលមិនចាំបាច់ឬស្វែងរកកន្លែងធ្វើការដែលស្ងប់ស្ងាត់កំណត់ពេលវេលាជាក់លាក់សម្រាប់ការឆ្លើយតបអ៊ីមែលឬពិនិត្យបណ្ដាញសង្គម2រៀបចំផែនការជាមុនចំណាយពេល10ទៅ15នាទីនៅចុងបញ្ចប់នៃថ្ងៃធ្វើការដើម្បីរៀបចំផែនការសម្រាប់ថ្ងៃបន្ទាប់នេះជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃថ្មីដោយមានទិសដៅច្បាស់លាស់3រៀននិយាយថាទេ learn to say no កុំខ្លាចក្នុងការបដិសេធកិច្ចការដែលមិនពាក់ព័ន្ធឬហួសពីសមត្ថភាពរបស់អ្នកប្រសិនបើវាប៉ះពាល់ដល់កិច្ចការសំខាន់ដែលអ្នកកំពុងធ្វើឧទាហរណ៍ជាក់ស្ដែងប្រសិនបើអ្នកមានកិច្ចការធំមួយដែលត្រូវធ្វើសូមបំបែកវាទៅជាកិច្ចការតូចៗជាច្រើនជំនួសឲ្យការគិតថាខ្ញុំត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំអ្នកអាចបំបែកវាទៅជាប្រមូលទិន្នន័យ X វិភាគទិន្នន័យ Y សរសេរផ្នែកផ្សេងរៀបចំក្រាហ្វិកនេះធ្វើឲ្យកិច្ចការមើលទៅមិនសូវធំនិងអាចគ្រប់គ្រងបាន4ការកសាងទំនាក់ទំនងនិងបណ្ដាញវិធីសាស្ត្រទី4និងជាចំណុចគន្លឹះមួយទៀតគឺការកសាងទំនាក់ទំនងនិងបណ្ដាញ networking ប្រកបដោយប្រសិទ្ធភាពគ្មាននរណាម្នាក់អាចសម្រេចជោគជ័យដោយឯកឯងបាននោះទេជោគជ័យជាញឹកញាប់កើតចេញពីការសហការការគាំទ្រនិងឱកាសដែលបានមកពីទំនាក់ទំនងជាមួយអ្នកដទៃសារៈសំខាន់នៃបណ្ដាញទំនាក់ទំនង1ឱកាសថ្មីទំនាក់ទំនងល្អអាចនាំមកនូវឱកាសការងារថ្មីគម្រោងសហការឬដំបូន្មានសំខាន់ដែលអ្នកមិនធ្លាប់ដឹងពីមុន2ការរៀនសូត្រនិងការគាំទ្រអ្នកអាចរៀនពីបទពិសោធន៍របស់អ្នកដទៃទទួលបានដំបូន្មានពីអ្នកជំនាញឬស្វែងរកការគាំទ្រនៅពេលអ្នកជួបបញ្ហា3ការរីកចម្រើនអាជីពមនុស្សដែលមានទំនាក់ទំនងល្អតែងតែត្រូវបានគេនឹកឃើញដល់មុនគេសម្រាប់ការឡើងតំណែងឬមុខតំណែងថ្មី4បង្កើនភាពមើលឃើញ visibilityការមានបណ្ដាញទំនាក់ទំនងល្អធ្វើឲ្យអ្នកត្រូវបានគេស្គាល់និងទទួលស្គាល់នៅក្នុងវិស័យរបស់អ្នកវិធីសាស្ត្រកសាងបណ្ដាញទំនាក់ទំនង1ចូលរួមព្រឹត្តិការណ៍ពាក់ព័ន្ធនឹងអាជីពចូលរួមសិក្ខាសាលាសន្និសីទការតាំងពិព័រណ៍ការងារឬការជួបជុំអ្នកជំនាញក្នុងវិស័យរបស់អ្នកកុំខ្លាចក្នុងការណែនាំខ្លួននិងផ្លាស់ប្ដូរកាត2ប្រើប្រាស់បណ្ដាញសង្គមអាជីព social media គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់កសាងបណ្ដាញទំនាក់ទំនងអាជីពភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមការងារអ្នកជំនាញក្នុងវិស័យរបស់អ្នកនិងអ្នកដឹកនាំក្រុមហ៊ុនចែករំលែកមាតិកាដែលមានប្រយោជន៍និងចូលរួមក្នុងការពិភាក្សា3រក្សាទំនាក់ទំនងល្អជាមួយមិត្តរួមការងារនិងចៅហ្វាយនីធ្វើការជាមួយគ្នាដោយភាពស្មោះត្រង់ការគោរពនិងការជួយគ្នាទៅវិញទៅមកភាពជាក្រុមល្អគឺជាផ្នែកមួយដ៏សំខាន់នៃជោគជ័យ4ផ្ដល់តម្លៃជាមុនសិនកុំត្រឹមតែស្វែងរកអ្វីដែលអ្នកអាចទទួលបានពីអ្នកដទៃព្យាយាមជួយអ្នកដទៃជាមុនសិនដោយផ្ដល់ដំបូន្មានចែករំលែកព័ត៌មានឬណែនាំពួកគេទៅកាន់អ្នកដែលអ្នកស្គាល់នៅពេលអ្នកផ្ដល់តម្លៃអ្នកនឹងទទួលបានមកវិញ5រក្សាទំនាក់ទំនងឲ្យបានទៀងទាត់ផ្ញើសារសួរសុខទុក្ខកំដុំកើចែករំលែកអត្ថបទគួរឲ្យចាប់អារម្មណ៍ឬអញ្ជើញទៅពិសារអាហារជាមួយអ្នកដែលអ្នកបានស្គាល់ការរក្សាទំនាក់ទំនងគឺសំខាន់ជាងការគ្រាន់តែបង្កើតទំនាក់ទំនង6ចូលរួមក្នុងសកម្មភាពសង្គមឬស្ម័គ្រចិត្តនេះក៏ជាមធ្យោបាយដ៏ល្អមួយដើម្បីជួបមនុស្សថ្មីៗដែលមានចំណង់ចំណូលចិត្តស្រដៀងគ្នាសរុបមកវិញជោគជ័យលើការងារមិនមែនជាការកើតឡើងដោយចៃដន្យនោះទេវាកើតចេញពីការរួមបញ្ចូលគ្នានៃការខិតខំប្រឹងប្រែងយុទ្ធសាស្ត្រត្រឹមត្រូវនិងការតស៊ូព្យាយាមយើងបាននិយាយអំពីវិធីសាស្ត្រសំខាន់ចំនួន4ដែលជាគ្រឹះនៃភាពជោគជ័យ1ការកំណត់គោលដៅច្បាស់លាស់ដោយប្រើប្រាស់បច្ចេកទេស SMART ដើម្បីផ្ដល់ទិសដៅនិងការលើកទឹកចិត្ត2ការអភិវឌ្ឍជំនាញនិងចំណេះដឹងជាបន្តបន្ទាប់ទាំងជំនាញបច្ចេកទេសនិងជំនាញទន់ដើម្បីរក្សាភាពប្រកួតប្រជែងនិងបង្កើនសមត្ថភាព
3. ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពដើម្បីបង្កើនផលិតភាពកាត់បន្ថយភាពតានតឹងនិងរក្សាតុល្យភាពជីវិត 4. ការកសាងទំនាក់ទំនងនិងបណ្ដាញដ៏រឹងមាំដើម្បីទទួលបានឱកាសថ្មីៗការគាំទ្រនិងការរីកចម្រើន ចងចាំថាដំណើរឆ្ពោះទៅរកភាពជោគជ័យមិនមែនតែងតែរលូននោះទេអ្នកនឹងជួបប្រទះនូវបញ្ហាប្រឈមនិងឧបសគ្គជាច្រើនប៉ុន្តែអ្វីដែលសំខាន់គឺភាពជាប់លាប់និងការតស៊ូកុំបោះបង់ចោលក្តីសុបិនរបស់អ្នករាល់ការបរាជ័យគឺជាមេរៀនដ៏មានតម្លៃមួយខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាឲ្យចាប់ផ្ដើមអនុវត្តវិធីសាស្ត្រទាំងនេះចាប់ពីថ្ងៃនេះទៅចូលវិនិយោគលើខ្លួនឯងរៀបចំផែនការរៀនសូត្រជានិច្ចនិងកសាងទំនាក់ទំនងល្អនៅពេលអ្នកធ្វើដូច្នេះខ្ញុំជឿជាក់ថាអ្នកនឹងអាចសម្រេចបាននូវក្តីសុបិននិងកសាងអនាគតអាជីពដ៏ភ្លឺស្វាងដែលអ្នកប្រាថ្នាសូមជួយចុច Subscribe ដើម្បីទទួលបានការចែករំលែកចំណេះដឹងនៃភាពជោគជ័យជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា